មនុស្សជាច្រើនស្គាល់មណ្ឌលគិរីនៅរដូវផ្ការីកប៉ុន្តែតិចណាស់ដែលដឹងថារដូវភ្លៀងគឺជាដំណក់ជីវិតថ្មីសម្រាប់អ្នកភូមិភាគពង្រៀបមួយនេះនៅពេលភ្លៀងធ្លាក់មកដល់ជីវិតថ្មីជាច្រើនបានកើតឡើងវិញរុក្ខជាតិព្រៃឈើលុះត្រួយខៀវខ្ចីទឹកជ្រោះពេញព្រាបសោះក្បោះហូរលាន់សូររំពងពេញព្រៃពន្លឺថ្ងៃចាំងធ្លុះពពកមកលើផ្លូវនិងភ្នំចាំងពន្លឺស្រស់ស្អាតដូចជាភ្នំពូមាសបើអ្នកមិនធ្លាប់ចេញទៅមណ្ឌលគិរីក្នុងរដូវវស្សានេះទេពេលវេលាដ៏ល្អបំផុតគឺពេលឥឡូវនេះរដូវវស្សាមិនមែនមានតែភ្លៀងនោះទេវាជាពេលវេលាដែលធម្មជាតិស្រស់បំព្រងរស់ឡើងវិញចូលចេញទៅមើលទៅស្ដាប់ទៅទទួលអារម្មណ៍នៃធម្មជាតិមណ្ឌលគិរីនៅរដូវពេលភ្លៀងបង្កើតបានជាទស្សនីយភាពពណ៌បៃតងមិនមែនតែជាពណ៌នៃដើមឈើទេប៉ុន្តែជាពណ៌នៃជីវិតពណ៌នៃក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា